ក្នុងភាពត្រឹមត្រូវបងប្អូនត្រូវរកឲ្យឃើញថាតើចលនានយោបាយក្នុងស្រុកខ្មែរខុសត្រង់ណាឧទាហរណ៍ថាយើងរកឃើញថាចលនានយោបាយនៅក្នុងស្រុកខ្មែរឲ្យតែផ្ដុំគ្នាឡើងចាប់ផ្ដើមគិតប្រយោជន៍ផ្ទាល់ខ្លួនហែងដាក់លុយប្រទេសមកហែងដាក់លុយប៉ុណ្ណោះមកប្រមូលលុយគ្នាមកដល់ពេលយើងផ្ទះស្នប់យើងបានធ្វើរដ្ឋមន្ត្រីបានធ្វើអីចឹងយើងយល់ឃើញថាអាចចឹងវាខុសយើងយល់ឃើញថាចឹងវាខុសដល់ពេលយើងធ្វើយើងត្រូវចេញឲ្យផុតពីរឿងហ្នឹងយើងអត់ធ្វើអញ្ចឹងទេគឺយើងដាក់គោលការណ៍ប្រយោជន៍រួមគោលនយោបាយរបស់យើងមិនបដោតទៅលើវិស័យនីមួយៗដែលជាការសន្យារបស់គណៈបកទេអញ្ចឹងបានគោលការណ៍នយោបាយរបស់យើងគឺបដោតទៅលើការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីដែលយើងហៅថាយន្តការ8ចំណុចទី1គឺការកំណត់អាណត្តិនាយករដ្ឋមន្ត្រីទី2គឺនាយករដ្ឋមន្ត្រីត្រូវនៅក្នុងផ្ទះដែលផ្ដល់ដោយរដ្ឋទី3នាយករដ្ឋមន្ត្រីហាមមិនឲ្យបង្កើតកងអង្គរៈដោយខ្លួនឯងទេទី4ត្រូវបង្កើតតុលាការរដ្ឋបាលទី5ទួលនីតិឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើងទៅមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទេត្រូវបោះឆ្នោតដោយសេចក្តីទុកចិត្តដោយរដ្ឋសភាទី6ត្រូវអភិជាក្រិតមន្ត្រីរាជការទី7មេភូមិមេឃុំស្រុកមេខេត្តត្រូវបោះឆ្នោតដោយប្រជាពលរដ្ឋរួចទម្លាក់វិញដល់ប្រជាពលរដ្ឋកាត់មិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងបាននិងទី8គឺជាយន្តការគន្លឹះធំជាងគេបំផុតគឺដូរប្រព័ន្ធបោះឆ្នោតសមាមាត្រចេញទៅជាប្រព័ន្ធបោះឆ្នោតចំមុខបុគ្គលនេះគឺជាវិធានការ8ចំណុចដើម្បីកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ប្រទេសនឹងមានអំណាចក្នុងការតាមដាននិងដាក់ពិន័យទៅលើអ្នកតំណាងហើយធ្វើឲ្យអ្នកតំណាងកាន់ការងារប្រទេសជាតិដែលមានការទទួលខុសត្រូវពេលនោះការសន្យាទាំងអស់របស់អ្នកតំណាងត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នជាទីបំផុតនៅពេលដែលគេស្ដាប់ពីការឃោសនារបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវាហាក់ដូចជាខុសពីការឃោសនារបស់គណៈបកធំមួយចំនួនផ្សេងទៀតឈរនៅលើយន្តការទាំង8ចំណុចនៅក្នុងការកាត់បន្ថយអំណាចរដ្ឋដើម្បីបង្កើនជូននៅអំណាចជូនប្រជារាស្ត្រលោកខឹមវិសាបានចំណាយពេលជិត10ឆ្នាំនៅក្នុងការស្វែងរកការគាំទ្រគំនិតពីប្រជាពលរដ្ឋជាពិសេសអំពីយុវជនក្មេងៗជំនាន់ក្រោយដើម្បីឲ្យមេដឹកនាំប្រទេសជាតិគោរពឲ្យបាននៅការសន្យារបស់ខ្លួនគឺយើងយល់ឃើញថាដោយសារប្រព័ន្ធប្រមូលផ្ដុំអំណាចនេះហើយដែលធ្វើឲ្យអ្នកសន្យាគាត់សន្យារួចហើយគាត់អត់គ្រប់កិច្ចសន្យារបស់គាត់អញ្ចឹងគណៈបករបស់យើងបានលើកជាគោលនយោបាយដែលជាវិធានការក្នុងការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីដែលជាតំណាងកម្ពុជារបស់ប្រទេសយើងនឹងដើម្បីរុញច្រានឲ្យនាយករដ្ឋមន្ត្រីណាក៏ដោយគាត់កាន់ការងារប្រទេសជាតិគឺគាត់មានការទទួលខុសត្រូវរាល់ពាក្យសន្យារបស់គាត់គឺមិនចេះតែសន្យាទេធ្លាប់បានស្ដាប់នៅការឃោសនារបស់លោកខឹមវិស្នាយុវជនសុកពុំសប្តាហ៍នៅក្នុងវ័យ24ឆ្នាំគឺជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចូលធ្វើការជាអ្នកស្ម័គ្រចិត្តនៅក្នុងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយមុននឹងក្លាយជាគណៈកម្មការនយោបាយរបស់គណៈបកមួយនេះយុវជនរូបនេះបានបញ្យល់អំពីការជឿជាក់របស់ខ្លួនដំបូងខ្ញុំស្ដាប់តាមបងប្រុសខ្ញុំឲ្យស្ដាប់បងប្រុសខ្ញុំនៅខេត្តកាលពី2007ខ្ញុំមិនទាន់ឡើងមកពេញទេតែពេលអញ្ចឹងគាត់ឲ្យស្ដាប់ថាស្ដាប់មើលយល់តែមិនដែរអញ្ចឹងណាក្រោយខ្ញុំស្ដាប់ទៅឃើញថាវាមានហេតុផលស្ដាប់ទៅគឺថាក្រោយពីបានរកបញ្ហាឃើញហើយគឺនយោបាយមួយហ្នឹងបានឲ្យដំណោះស្រាយជាក់ស្ដែងសមស្របក្នុងដំណើរនយោបាយផ្ទាល់ផងហើយក្នុងដំណើរបង្រៀនឲ្យអ្នកស្ដាប់របស់យើងហ្នឹងអ្នកធ្វើចលនានយោបាយហ្នឹងគឺយល់ដឹងអំពីដំណើរជីវិតហ្នឹងរស់នៅយ៉ាងម៉េចដែលហៅថាមានន័យនោះប្រះចាកពីប្រយោជន៍ផ្ទាល់ខ្លួនទៅធ្វើយ៉ាងម៉េចហើយយើងដឹងថាដល់ពេលយើងធ្វើអញ្ចឹងទៅវាបានប្រយោជន៍ជារួមធ្វើឲ្យសង្គមយើងអាចរីកចម្រើនទៅមុខបានគាត់បានបញ្យល់ច្បាស់អំពីបញ្ហាទាំងស្រុងដូចថាយើងឃើញដូចជាអំពើពុករលួយវិបត្តិដីធ្លីការវិវាទដីធ្លីអំពើសោកក្នុងប្រទេសយើងទាំងអស់ដូចថាគណៈបកសម្ព័ន្ធដើម្បីជាធិបតេយ្យកំណត់គោលដៅឃើញប្រភពនៃបញ្ហានោះច្បាស់លាស់ប្រភពបញ្ហាគឺមកពីអំណាចប្រមូលផ្ដុំដល់ពេលអំណាចប្រមូលផ្ដុំអញ្ចឹងយើងត្រូវបំបែកអំណាចដោយប្រើយន្តការ8ចំណុចគិតថាអូត្រូវមានតែដាក់យន្តការ8ចំណុចហ្នឹងទេទើបអាចបែកអំណាចប្រមូលផ្ដុំបាននៅពេលដែលបែកអំណាចហើយអំណាចហ្នឹងបានលើដៃរាជដល់អញ្ចឹងរាជមានអំណាចបានតកជើងប្រជាធិបតេយ្យដូចសពថ្ងៃអញ្ចឹងប្រជាធិបតេយ្យតែជាធិបតេយ្យតែនៅក្នុងกระดาษដល់ពេលរូបភាពជាក់ស្ដែងវាអត់មានសម្រាប់លោកខឹមវាសនាក្នុងនាមជាប្រធាននៃគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកបានលើកឡើងថាគោលបំណងនៃនយោបាយរបស់គណៈបកមួយនេះមិនបានផ្ដោតសំខាន់ដើម្បីតាក់ទាញទៅលើយុវជនឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយយុវជនគឺជាផ្ទាំងសៀបដំបូងគេនៅក្នុងការជឿជាក់និងការយល់ដឹងខ្ពស់ចំពោះការធ្វើនយោបាយបែបបដិវត្តផ្នត់គំនិតខាងលើនេះអ្នកនយោបាយរូបនេះបានបន្ថែមផងដែរថាយើងមិនមែនឃោសនាដោយផ្ដោតទៅលើយុវជនទេមិនមែនអញ្ចឹងទេយើងអត់មានកម្មវិធីនយោបាយអត់មានគម្រោងអត់មានអីក្នុងការឃោសនាដោតទៅដល់ពួកយុវជននេះគឺយើងប្រើទូទៅមកប៉ុន្តែការបញ្យល់របស់យើងវាមានលក្ខណៈល្អិតអញ្ចឹងតើមនុស្សដែលមានខួរក្បាលអាចយល់បានភាគច្រើនគឺពួកយុវជនហ្នឹងឯងដែលមានខួរក្បាលបានអញ្ចឹងពួកយុវជនគ្រប់គ្រងយើងច្រើនមិនមែនដោយសារយើងបដោតការរកសម្លេងស្ដាប់របស់យើងឬក៏រកការគ្រប់គ្រងគំនិតរបស់យើងទៅលើយុវជនទេតែពួកគាត់ជាណា
ពួកគាត់ជានិស្សិតភាគច្រើនគឺនិស្សិតពួកយុវជននៅតាមស្រុកតាមស្រែក៏គាត់បានដែរក៏អាចស្ដាប់យើងយល់បានដែរ គេសង្កេតឃើញថានយោបាយនៃការស្វែងរកការគ្រប់គ្រងផ្នែកគំនិតរបស់លោកខឹមវាសនាគឺជានយោបាយថ្មីមួយដែលគណៈបកដទៃទៀតមិនទាន់បានធ្វើនៅឡើយសម្រាប់លោកខឹមវាសនាការឃោសនាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនបានធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងរកសម្លេងឆ្នោតឡើយប៉ុន្តែជាការឃោសនាមួយបែបដើម្បីស្វែងរកនូវការគ្រប់គ្រងផ្នែកគំនិតថ្មី យើងគិតថាចាសួរថាតើស្អីទៅដែលជាចំណុចខ្លាំងដែលមានសមត្ថភាពក្នុងការស្រូបកម្លាំងការគ្រប់គ្រងបានច្រើនជាងគេបំផុតឧបមាថាយើងមានដៃឆក់មួយដៃឆក់កាន់តែធំអានឹងទំហំនៃការបឺតស្រូបយកដែកមកកាន់តែខ្លាំងអញ្ចឹងមិនសួរថាតើក្នុងការធ្វើនយោបាយស្អីជាកម្លាំងធំក្នុងការបឺតស្រូបយកការគ្រប់គ្រងគឺសេចក្តីល្អហើយនឹងគោលនយោបាយមួយដែលមានលក្ខណៈប្រកបនិយមច្បាស់លាស់និយាយរួមគឺថាខ្លឹមរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះអាការធ្វើនយោបាយដោយអត់គិតស្លឹកឆ្នោតហ្នឹងអានឹងសុចរិតទៀងត្រង់ហ្នឹងអានឹងល្អហ្នឹងអាល្អហ្នឹងហើយមានការគ្រប់គ្រងកាន់តែខ្លាំងយើងយល់ថាអញ្ចឹងប្រជាប្រដ្ឋអាចមានការភ័ន្តច្រឡំក្នុងចំណុចដំបូងប៉ុន្តែដល់ពេលប្រជាប្រដ្ឋមានចំណេះដឹងប្រជាប្រដ្ឋដឹងថាអូអ្នកដែលគិតតែពីស្លឹកស្នោតនឹងអត់ល្អសួរថាតើមានកម្លាំងគ្រប់ទៀតមិនចាំបានយើងនិយាយម្ដងប្រាប់សមាជិករបស់យើងថាយើងអាចនឹងឈ្នះឆ្នោតពីព្រោះយើងមិនអាចបានគិតដល់រឿងជ័យជំនះទាល់តែសោះប៉ុន្តែយើងគិតពីរឿងត្រឹមត្រូវឬមិនត្រឹមត្រូវប៉ុន្តែអ្នកដទៃទៀតគេអាចនឹងចាញ់ឆ្នោតពីព្រោះគេគិតអំពីរឿងឈ្នះឆ្នោតពេក យុវជនសុកពុំនៅក្នុងវ័យ24ឆ្នាំក្នុងនាមជាសមាជិកនៃគណៈកម្មការនយោបាយរបស់គណៈបកនេះក៏បានបន្ថែមផងដែរថាខ្ញុំដឹងថាចលនាហ្នឹងគឺយូរក្នុងការឈ្នះប៉ុន្តែខ្ញុំដឹងថាធ្វើបន្តិចម្ដងគឺអាចកម្ចាត់អំពើអាក្រក់ក្នុងប្រទេសយើងបានហើយមនុស្សរស់នៅអាចបានសុខសាន្តជាមួយគ្នាថ្ងៃក្រោយអញ្ចឹងខ្ញុំថាបើចលនានេះទៅបើជាតូចក៏ដោយខ្ញុំត្រូវទៅចូលរួមព្រោះវាបានផលប្រយោជន៍រាល់ថ្ងៃពីម្នាក់ទៅម្នាក់ សូមរំលឹកថាលោកខឹមវាសនានៅក្នុងវ័យ51ឆ្នាំបានចូលប្រឡូកនៅក្នុងឆាកនយោបាយអស់រយៈពេលជាង10ឆ្នាំមកហើយកាលពីដើមឡើយធ្លាប់ជាតំណាងរាស្ត្រម្នាក់របស់គណៈបកប្រឆាំងលោកសំរងស៊ីលោកខឹមវាសនាដោយសារតែបញ្ហាទំនាស់ទស្សនៈនយោបាយគ្នាបានសម្រេចចិត្តចាក់ចេញពីគណៈបកប្រឆាំងលោកសំរងស៊ីដើម្បីបង្កើតនៅគណៈបកនយោបាយផ្ទាល់ខ្លួនមួយកាលពីឆ្នាំ ឡើងទៅគាត់និយាយតែពីរឿងបញ្ហាសុខខ្មែររហូតមិនក៏គាត់មិននិយាយពីវិធានការរបស់គាត់ណោះពួកចេះតែឆ្ងល់ថាហេតុអីបានអ្នកនយោបាយនិយាយតែពីបញ្ហារបស់គេរហូតអត់និយាយពីវិធានការរបស់គាត់ណោះគាត់ចេះនិយាយថាបោះឆ្នោតឲ្យគណៈបកសំស៊ីនឹងដោះស្រាយបញ្ហាអីទាំងអស់ហើយពួកចេះអង្គុយមើលគាត់ពីក្រោមឆាកទៅពួកចេះមានសញ្ញាក្នុងចិត្តមួយថាទេ យើងគួរតែមានអាស្អីដែលជារបស់ខ្លួនយើងថាតើដោះស្រាយរបៀបមិនឲ្យច្រើនជាងយើងនិយាយពីគេពេលឃើញសំស្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអាណត្តិទី3នេះវាពុំមែនជាលើកដំបូងសម្រាប់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលបានចូលប្រឡូកនៅក្នុងឆាកនយោបាយឡើយកាលពីអាណត្តិទី2គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកខឹមវាសនាធ្លាប់មានអ្នកតំណាងឃុំសង្កាត់ចំនួន25នៅទូទាំងប្រទេសកម្ពុជាប៉ុន្តែសម្រាប់អាណត្តិទី3នៅក្នុងឆ្នាំ2012នេះលោកខឹមវាសនាមានតំណាងឃុំសង្កាត់ការឡើងចំនួន164ឃុំសង្កាត់នៅតាម15ខេត្តក្រុងនៃប្រទេសកម្ពុជាទោះបីជាការឆោតឈ្មោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអាណត្តិទី2មិនទទួលបានសម្លេងឆ្នោតយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់លោកខឹមវាសនាក្នុងនាមជាអ្នកនយោបាយថ្មីម្នាក់លោកមិនបានអស់សង្ឃឹមចំពោះការផ្លាស់ប្ដូរគំនិតរបស់ប្រជាពលរដ្ឋទៅថ្ងៃអនាគតឡើយពីនេះខ្ញុំច័ន្ទដារាយការណ៍ពីទីក្រុងភ្នំពេញ AFP